ភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ខ្យល់បក់បោកដើមឈើតាមដងផ្លូវឲ្យរញ្ជួយដូចជាសំឡេងមនុស្សយំសុភ័ក្រជាបុរសវ័យ28ឆ្នាំកំពុងបើកម៉ូតូត្រឡប់មកពីខេត្តឆ្ងាយមួយគាត់ចង់ទៅដល់ផ្ទះមុនពាក់កណ្ដាលអាធ្រាត្រប៉ុន្តែដោយសារភ្លៀងខ្លាំងពេកគាត់ស្ទើរតែមើលផ្លូវមិនឃើញស្រាប់តែម៉ូតូរបស់គាត់អស់សាំងចប់ហើយសុភ័ក្រនិយាយទាំងដកដង្ហើមធំគាត់មើលជុំវិញផ្លូវនោះស្ងាត់ខ្លាំងគ្មានផ្ទះគ្មានមនុស្សនិងគ្មានពន្លឺអ្វីឡើយខណៈពេលដែលគាត់កំពុងភ័យស្រាប់តែគាត់ឃើញពន្លឺពណ៌លឿងមួយនៅចង្អាយគាត់ស្ទុះរុញម៉ូតូទៅរកពន្លឺនោះបន្ទាប់ពីដើរប្រហែល10នាទីគាត់ឃើញអគារចាស់មួយផ្លាកសញ្ញាខាងមុខសរសេរថាផ្ទះសំណាក់ច័ន្ទរស្ងប់អក្សរខ្លះជ្រុះបាត់និងមានស្នាមច្រេះគ្របដណ្ដប់ពេញផ្លាកយ៉ាងហោចណាស់ក៏មានកន្លែងស្នាក់មួយយប់ដែរគាត់និយាយគាត់បើកទ្វារចូលទៅក្នុងផ្ទះសំណាក់ក្នុងនោះស្ងាត់ចម្លែកមានតែសំឡេងនាឡិកាចាស់មួយដើរតុកតុកនៅក្រោយតុទទួលភ្ញៀវមានស្ត្រីចំណាស់ម្នាក់អង្គុយសម្លឹងមើលគាត់សូមជួយខ្ញុំចង់ជួលបន្ទប់មួយយប់សុភ័ក្រនិយាយស្ត្រីចំណាស់ញញឹមតិចតិចបានបន្ទប់លេខ13នៅជាន់លើមានតែបន្ទប់មួយទេបានភ្ញៀវថ្មីសុទ្ធតែស្នាក់នៅបន្ទប់នោះសុភ័ក្រមិនបានគិតអ្វីច្រើនទេគាត់យកសោហើយឡើងជណ្ដើរនៅជាន់ទី2គាត់ភ្ញាក់ផ្អើលព្រោះមានទ្វារបន្ទប់ជាច្រើនប៉ុន្តែស្ទើរតែគ្មានសំឡេងមនុស្សបន្ទប់លេខ13ស្ថិតនៅចុងបំផុតនៃច្រករបៀងពេលគាត់បើកទ្វារធូលីហុយឡើងតិចតិចចម្លែកណាស់ដូចគ្មានអ្នកស្នាក់នៅយូរហើយបន្ទប់មើលទៅចាស់ប៉ុន្តែស្អាតគួរសមគាត់ដាក់កាបូបហើយងូតទឹករួចចូលគេងម៉ោងប្រហែល12យប់សុភ័ក្រត្រូវបានដាស់ដោយសំឡេងអ្វីមួយគោះគោះគោះមានអ្នកគោះទ្វារគាត់ភ្ញាក់ឡើងអ្នកណាគ្មានសំឡេងឆ្លើយគោះគោះគោះសំឡេងគោះកាន់តែខ្លាំងសុភ័ក្រដើរទៅបើកទ្វារប៉ុន្តែខាងក្រោយគ្មាននរណាម្នាក់ឡើយច្រករបៀងវែងនោះងងឹតស្ងាត់ប្រហែលខ្យល់ទេមើលទៅគាត់បិទទ្វារវិញប៉ុន្តែមុនពេលគាត់បិទចិត្តគាត់សង្កេតឃើញអ្វីមួយនៅចុងច្រករបៀងមានស្ត្រីស្លៀកពាក់សឈរម្នាក់សក់វែងបាំងមុខនាងឈរស្ងៀមមិនកំរើកសុភ័ក្រស្រែកសួរអ្នកណានៅទីនោះភ្លាមនោះភ្លើងក្នុងច្រករបៀងរលត់អ្វីងងឹតសូន្យពេលភ្លើងភ្លឺឡើងវិញស្ត្រីនោះបាត់ខ្លួនបេះដូងរបស់សុភ័ក្រលូតញាប់គាត់ប្រញាប់បិទទ្វារហើយចាក់សោតែអ្វីដែលគាត់មិនដឹងនោះគឺនៅក្រោមគ្រែរបស់គាត់មានដៃស្លេកស្លាំងមួយកំពុងលូកចេញមកយឺតសុភ័ក្រអង្គុយនៅលើគ្រែទឹកមុខស្លេកស្លាំងរូបភាពស្ត្រីស្លៀកពាក់សដែលឈរនៅចុងច្រករបៀងនៅតែដក់ជាប់ក្នុងចិត្តរបស់គាត់ខ្យល់ត្រជាក់មួយបក់កាត់បន្ទប់ស្រាប់តែក្រេចមានសំឡេងអ្វីមួយចេញពីក្រោមគ្រែសុភ័ក្រកាន់ទូរស័ព្ទបំភ្លឺមើលសំឡេងនោះឈប់ភ្លាមគាត់លុតជង្គង់ចុះយឺតហើយបំភ្លឺចូលក្រោមគ្រែគ្មានអ្វីទេតែមានស្នាមដៃខ្មៅជាច្រើននៅលើកម្រាលឥដ្ឋបេះដូងរបស់គាត់លូតញាប់ខ្ញុំត្រូវចេញពីទីនេះឥឡូវគាត់រើសកាបូបហើយរត់ចេញពីបន្ទប់លេខ13
ច្រករបៀងដែលមិនចេះចប់ពេលសុភ័ក្ររត់ចុះជណ្ដើរគាត់ស្រាប់តែដឹងថាច្រករបៀងវែងជាងមុនគាត់រត់កាត់ទ្វារបន្ទប់ជាច្រើនលេខ10លេខ9លេខ8ប៉ុន្តែបន្ទាប់ពីរត់ជិត5នាទីគាត់នៅតែឃើញបន្ទប់លេខ13មិនអាចទេគាត់បែកញើសត្រជាក់គាត់សាកល្បងរត់ទៅទិសផ្ទុយប៉ុន្តែចុងក្រោយក៏ត្រឡប់មកដល់បន្ទប់លេខ13ដដែលដូចជាផ្ទះសំណាក់ទាំងមូលកំពុងលេងល្បែងជាមួយគាត់ភ្ញៀវចម្លែកខណៈពេលកំពុងភ័យសុភ័ក្រឃើញបុរសម្នាក់ឈរនៅមុខបន្ទប់លេខ7បងជួយខ្ញុំផងបុរសនោះងាកមកទឹកមុខគាត់ស្លេកដូចមនុស្សគ្មានឈានប្អូនក៏ទើបមកដែរមែនទេបាទតើមានអ្វីកើតឡើងនៅទីនេះបុរសនោះញញឹមសោកសៅខ្ញុំមកទីនេះតាំងពី5ឆ្នាំមុន5ឆ្នាំបាទខ្ញុំព្យាយាមចាកចេញរាល់ថ្ងៃតែចេញមិនបានសុភ័ក្រស្ទើរមិនជឿត្រចៀកខ្លួនឯងមិនយូរប៉ុន្មានទ្វារបន្ទប់ផ្សេងបោកឡើងមានមនុស្សប្រុសស្រីជាច្រើនចេញមកអ្នកខ្លះជាមនុស្សចាស់អ្នកខ្លះជាក្មេងគ្រប់គ្នាមានទឹកមុខសោកសៅយើងទាំងអស់គ្នាជាភ្ញៀវនៅទីនេះស្ត្រីម្នាក់និយាយហេតុអ្វីមិនទៅផ្ទះស្ត្រីនោះសម្លឹងមើលគាត់ព្រោះយើងចេញមិនបានអត្ថកំបាំងរបស់ម្ចាស់ផ្ទះសំណាក់ភ្ញៀវចាស់ប្រាប់សុភ័ក្រថាកាលពីជាច្រើនឆ្នាំមុនផ្ទះសំណាក់នេះធ្លាប់មានអគ្គិភ័យដ៏ធំមួយភ្ញៀវជាច្រើនបានបាត់បង់ជីវិតប៉ុន្តែរឿងចម្លែកគឺម្ចាស់ផ្ទះសំណាក់បានបាត់បង់ការពិតមិនមានអ្នកណាដឹងពីចំនួនជនរងគ្រោះពិតប្រាកដឡើយចាប់តាំងពីពេលនោះមកវិញ្ញាណអ្នកស្លាប់នៅតែជាប់នៅទីនេះអ្នកដែលចូលមកស្នាក់នៅពេលយប់អាចត្រូវជាប់ក្នុងផ្ទះសំណាក់ជារៀងរហូតបន្ទប់ក្រោមដីភ្ញៀវម្នាក់ប្រាប់ថាមានផ្លូវតែមួយគត់ដែលអាចបំបែកបណ្ដាសាបានគឺស្វែងរកការពិតនៅបន្ទប់ក្រោមដីសុភ័ក្រនិងភ្ញៀវមួយចំនួនសម្រាប់ចិត្តចុះទៅទីនោះចណ្ដើរចុះក្រោមងងឹតនិងមានក្លិនសំណើមពេលទៅដល់ពួកគេឃើញឯកសារចាស់និងរូបថតជាច្រើនក្នុងរូបថតមួយមានម្ចាស់ផ្ទះសំណាក់និងភ្ញៀវជាច្រើនប៉ុន្តែសុភ័ក្រឃើញមុខស្ត្រីចំណាស់ដែលទទួលគាត់នៅយប់ដំបូងនាងនៅរស់ទេបុរសម្នាក់ស្ទើរតែស្រែកនាងស្លាប់តាំងពីអគ្គិភ័យនោះមកម្លេះការបង្ហាញខ្លួនស្រាប់តែអំពូលទាំងអស់រលត់បន្ទប់ងងឹតជ្រៅសំឡេងសើចស្រាលមួយលាន់ឡើងអ្នកទាំងអស់គ្នាមិនអាចចេញបានទេពន្លឺខ្សោយមួយបង្ហាញរូបស្ត្រីចំណាស់ភ្នែករបស់នាងសម្លឹងមកពួកគេដោយកំហឹងទីនេះជាផ្ទះរបស់ខ្ញុំខ្យល់បក់ខ្លាំងទ្វារទាំងអស់បិទផាំងការរំដោះវិញ្ញាណសុភ័ក្រសង្កេតឃើញប្រអប់ដៃចាស់មួយនៅជ្រុងបន្ទប់នៅក្នុងនោះមានសៀវភៅកំណត់ហេតុវាបង្ហាញការពិតថាម្ចាស់ផ្ទះសំណាក់បានចាក់សោទ្វារក្នុងពេលមានអគ្គិភ័យដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន
ភ្ញៀវជាច្រើនមិនអាចរត់គេចបានសុភ័ក្រអានកំណត់ហេតុនោះខ្លាំងៗពេលការពិតត្រូវបានបង្ហាញវិញ្ញាណភ្ញៀវទាំងអស់ចាប់ផ្ដើមភ្លឺឡើងស្ត្រីចំណាស់ស្រែកយ៉ាងខ្លាំងស្រមោលរបស់នាងចាប់ផ្ដើមរលាយបាត់ជញ្ជាំងញ័រពន្លឺពណ៌សភ្លឺពេញបន្ទប់ព្រឹកថ្ងៃថ្មីសុភ័ក្របើកភ្នែកឡើងគាត់ដេកនៅក្បែរផ្លូវដែលម៉ូតូរបស់គាត់ខូចកាលពីយប់ព្រះអាទិត្យកំពុងរះគាត់ងើបឡើងហើយសម្លឹងជុំវិញគ្មានផ្ទះសំណាក់ណាមួយឡើយមានតែដីទំនេរនិងស្មៅដុះខ្ពស់ខ្ពស់បុរសចំណាស់ម្នាក់ដើរមកជិតក្មួយយប់មិញក្មួយដេកនៅទីនេះមែនទេចាផ្ទះសំណាក់ចិនដែលស្ងប់នៅឯណាបុរសចំណាស់ស្លេកមុខផ្ទះសំណាក់នោះឆេះអស់ជាង20ឆ្នាំមកហើយសុភ័ក្រស្ងៀមមួយសន្ទុះគាត់មើលទៅដីទំនេរនោះខ្យល់ព្រឹកបក់ស្រាលស្រាលនៅក្នុងខ្យល់នោះហាក់ដូចជាមានសំឡេងខ្សឹបមួយអរគុណហើយចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញផ្ទះសំណាក់ច័ន្ទដែលស្ងប់ម្ដងទៀតឡើយ